លោកគ្រូអ្នកគ្រូគឺមានតួនាទីមួយទៀតទាក់ទងទៅនឹងសហគមន៍ខាងក្នុងនិងសហគមន៍ខាងក្រៅអឺមែនទែនទៅបើសិនជាមិនយល់កន្លែងហ្នឹងទេការងាររបស់លោកគ្រូអ្នកគ្រូនឹងក្លាយទៅជាការងារអសកម្មហើយធ្វើឲ្យអាណាព្យាបាលក៏ដូចជានៅក្នុងកន្លែងការងារគឺប្រកាសជាមានបញ្ហាផ្សេងដោយសារអសកម្មរឿងអឺมันមានទំនាក់ទំនងរវាងសហគមន៍ខាងក្នុងនិងសហគមន៍ខាងក្រៅតើអ្វីទៅជាសហគមន៍ខាងក្នុងនិងសហគមន៍ខាងក្រៅអឺខ្ញុំអានសៀវភៅរបស់ក្រសួងដែលបានចងក្រងឡើងដោយលោកបណ្ឌិតហងជួនរងបាទគាត់បានទៅសៀវភៅហ្នឹងល្អមែនទែនលោកគ្រូអ្នកគ្រូខ្ញុំមិនមានសៀវភៅផ្ទាល់ទេប៉ុន្តែខ្ញុំបានចូល check នៅក្នុង website ក៏ដូចជា page របស់ក្រសួងគឺក្រសួងបាន upload ចំណុចល្អៗទាក់ទងទៅនឹងការបង្រៀនក៏ដូចជាការរៀនដូចគ្នាសម្រាប់សិស្សានុសិស្សឥឡូវខ្ញុំសូមឆែកបាទដើម្បីយកជាអំណះអំណាងហើយនឹងចែកជូនដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនដែលចង់ចេះដឹងទាំងអស់គ្នាបាទសហគមន៍ខាងក្នុងគឺតកតងទៅនឹងនិយមន័យគឺសហគមន៍ខាងក្នុងគឺជាក្រុមមនុស្សឬសមាគមដែលស្ថិតនៅក្នុងអង្គភាពសិក្សាឬស្ថាប័នសិក្សាដូចជាសាលាឬក៏មណ្ឌលបណ្ដុះបណ្ដាលបាទចឹងនៅក្នុងហ្នឹងអត្ថន័យនិយមន័យបានបញ្ជាក់យ៉ាងហ្នឹងហើយតកតងទៅនឹងជាក្រុមមនុស្សបានដល់លោកគ្រូអ្នកគ្រូដែលបានបំពេញកិច្ចការងារនៅក្នុងសាលានឹងឯងហើយនឹងនិយាយទៅយើងនិយាយពីលើតែម្ដងពីលើមកដល់ក្រោមគឺពីនាយកសាលានាយករងបាទហើយរហូតដល់លោកគ្រូអ្នកគ្រូអានឹងគឺសហគមន៍ខាងក្នុងហើយអញ្ចឹងបើសិនជាមិនមានទំនាក់ទំនងនៅក្នុងសហគមន៍ខាងក្នុងនឹងទេការងាររបស់លោកគ្រូអ្នកគ្រូនឹងពិបាកប៉ុន្តែមិនថាស្ថាប័នរដ្ឋឬក៏ឯកជនទេគ្រប់បុគ្គលិកបំពេញកិច្ចការងារតែងតែមានភាពកកល្អជាធម្មតាពីព្រោះការយល់ដឹងហើយនឹងការអនុវត្តនឹងគឺផ្សេងគ្នាដូច្នេះទោះបីថាវាមានភាពកកល្អប៉ុណ្ណាក៏ដោយតួនាទីរបស់លោកគ្រូអ្នកគ្រូគឺត្រូវតែធ្វើបាទត្រូវតែធ្វើហើយលក្ខណៈសំខាន់សម្រាប់សហគមន៍ខាងក្នុងទី1គឺមានភាពជាប់លាប់និងទំនាក់ទំនងសំខាន់នៅក្នុងសាលារៀនអញ្ចឹងនៅក្នុងសាលារៀនគឺមាននរណាគេគឺមាននាយកពីលើមករហូតដល់នាយករងបាទទី2គឺផ្ដោតលើការចែករំលែកចំណេះដឹងនិងសេវាកម្មសិក្សាបាទសេវាកម្មសិក្សាអញ្ចឹងវាតកតងទៅនឹងផ្នែករដ្ឋបាលផ្សេងរីសឹបសនេះហ្នឹងគឺត្រូវតែមានតំណែងជាមួយពួកគាត់ដើម្បីយល់ដឹងខ្លះមិនដឹងសោះគឺមិនបានទេទី3គឺគ្រប់គ្រងអភិវឌ្ឍសមត្ថភាពគ្រូនិងសិស្សនៅក្នុងសាលានេះគឺជាលក្ខណៈសំខាន់នៅក្នុងការដែលយើងធ្វើឲ្យចំបែបស្តង់ដារនៅក្នុងសហគមន៍ខាងក្នុងសម្រាប់គ្រូបង្រៀនគឺមានលក្ខណៈចុចដូចជាក្រុមគ្រូក្នុងផ្នែកនីមួយៗ department រួមគ្នាសន្ទនាអភិវឌ្ឍឬក៏ចែករំលែកបច្ចេកទេសបង្រៀនផ្សេងបាទអាហ្នឹងត្រូវតែមានជាប្រចាំមួយខែម្ដងឬក៏កំណត់ពេលមួយណាក៏បានដែរដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមកដល់លោកគ្រូអ្នកគ្រូហើយចំណុចទី2គឺក្រុមប្រឹក្សាសិស្សនិងគ្រួសារដែលផ្ដល់មតិនិងទីតាំងគ្រប់គ្រងទៅដល់ការបង្រៀនរបស់គ្រូអ្នកគ្រូអាហ្នឹងគឺជាសហគមន៍មួយដែរសម្រាប់គ្រូបង្រៀនណាហើយចំណុចមួយទៀតគឺសិក្ខាសាលាបាទ training ហ្នឹងគឺត្រូវតែមាននៅក្នុងសាលារៀនខ្ញុំធ្លាប់ជួបនាយកល្អគាត់មានបាទទឹកចិត្តនៅពេលដែលមានបុគ្គលិកដូចខ្ញុំទៅចូលដំបងបាទបាននាយកគាត់
ជួយ training បន្ថែមវគ្គបំពន់របៀបបរៀនចេះមួយចុះពីររហូតបានគាត់ដឹកនាំឲ្យបានទៅរៀនមហាវិទ្យាល័យរហូតដល់បញ្ចប់ Master ថែមទៀតផងបាទអញ្ចឹងគុណបំណាច់របស់គាត់ហ្នឹងគឺធំណាស់នេះជានាយកគំរូហើយអត្ថប្រយោជន៍ដែលយើងធ្វើដែលយើងអនុវត្តសម្រាប់សហគមន៍ខាងក្នុងគឺមានចំណុច3ដូចគ្នាចំណុចទី1គឺបង្កើនសមត្ថភាពនិងការចូលរួមរបស់លោកគ្រូអ្នកគ្រូចំណុចទី2ជួយឲ្យគ្រូទទួលបានគំនិតថ្មីមតិយោបល់ថ្មីហើយនឹងជំនាញនៅក្នុងសាលារៀនហើយចំណុចទី3នោះគឺផ្សព្វផ្សាយគោលការណ៍ថ្មីនិងកម្រិតសិក្សាផ្សេងណាអញ្ចឹងគឺនេះជាប្រយោជន៍នៅក្នុងសហគមន៍ខាងក្នុងឯសហគមន៍ខាងក្រៅបាទសហគមន៍ខាងក្រៅអង់គ្លេសថា external community community ហ្នឹងគឺនិយមន័យរបស់សហគមន៍ខាងក្រៅគឺបណ្ដាលក្រុមមនុស្សឬអង្គការដែលស្ថិតនៅខាងក្រៅសាលាឬអង្គភាពសិក្សាដែលអាចជួយនិងមានឥទ្ធិពលដល់ការអប់រំលក្ខណៈសំខាន់របស់សហគមន៍ខាងក្រៅគឺទី1មានទំនាក់ទំនងជាមួយសាលាតែក្នុងកម្រិតក្រៅសាលាណាគេគឺមេដាបេដាសិស្សនឹងឯងអាណាព្យាបាលសិស្សនឹងឯងនិយាយដោយខ្លីបាទឲ្យស្ដាប់បានទី2គឺផ្ដល់ការគ្រប់គ្រងឯកសារឬក៏ធនធានសិក្សានឹងគឺម៉ាក់ប៉ាត្រូវតែដឹងកន្លែងនឹងដែរនៅពេលដែលសាលាទាមទារឬក៏ណែនាំឲ្យធ្វើជាមួយចុះពីហើយលោកអ្នកគ្រូគឺត្រូវតែយល់ដឹងនៅសហគមន៍ខាងក្រៅនឹងដែរនិយាយទៅសហគមន៍ខាងក្នុងខាងក្រៅលោកគ្រូអ្នកគ្រូគឺត្រូវតែដឹងហ្មងស្អីគេសហគមន៍ក្នុងក្រៅហ្នឹងទី3គឺចាប់ដៃគូជាដៃគូក្នុងការអភិវឌ្ឍសកម្មភាពសិក្សានិងសមត្ថភាពសិស្សលោកគ្រូអ្នកគ្រូបង្រៀនគាត់ចេះមួយចុះពីរអញ្ចឹងត្រូវតំណងទៅអាណាព្យាបាលរបស់គាត់ចេះមួយចុះពីរគាត់អវត្តមានគាត់មកទៀងទាត់មិនទៀងទាត់យ៉ាងម៉េចគឺត្រូវតែ alert ទៅប្រាប់គាត់ទៅតាមហ្នឹងឧទាហរណ៍តកតងទៅនឹងសហគមន៍ខាងក្រៅហ្នឹងគឺដូចជាឪពុកម្ដាយហើយនឹងសហគមន៍មូលដ្ឋានផ្សេងដែលចូលរួមនៅក្នុងកម្មវិធីសិក្សាឬក៏សន្និសីទសាលាចំណុចបន្ទាប់គឺសហគមន៍វិជ្ជាជីវៈសហគមន៍វិជ្ជាជីវៈនិងសាលាបណ្ដុះបណ្ដាលក្រៅសាលាដែលអង់គ្លេសហៅថា professional organization ឬអក្សរកាត់ថា NGO ផ្ដល់សិក្ខាសាលាហើយនឹងធនធានផ្សេងនឹងតកតងទៅនឹងការបង្រៀនបាទនៅតាមតំបន់ស្រុកស្រែយើងខ្លះខ្វះខាតអាណាព្យាបាលសិស្សខ្វះខាតច្រើនតាមតំបន់ជាពិសេសគឺតំបន់ដាច់ស្រយាលអញ្ចឹងលោកគ្រូអ្នកគ្រូគួរតែទំនាក់ទំនងទៅកាន់ពួកគាត់សិស្សខ្លះអត់បានទៅរៀនដោយសារអីដោយសារជីវភាពហើយចំណុចចុងក្រោយគឺធនាគារឬក៏អង្គការផ្ដល់ឧបត្ថម្ភសិក្សានិងឧបករណ៍បង្រៀនផ្សេងនេះគឺតកតងទៅនឹងសហគមន៍ខាងក្រៅដែលលោកគ្រូត្រូវទំនាក់ទំនងដើម្បីថាឥឡូវសាលារៀនខ្វះអញ្ចេះខ្វះអញ្ចោះខ្វះនេះមួយខ្វះនោះមួយខ្វះឧបករណ៍សិក្សាខ្វះគ្រឿងឧបទេសអញ្ចឹងត្រូវមានទំនាក់ទំនងសហគមន៍ខាងក្រៅនិយាយពីអត្ថប្រយោជន៍គឺមានចំណុច3ដូចគ្នាបាទ3ចំណុចដូចគ្នាទី1គឺបង្កើនធនធាននិងសមត្ថភាពសិក្សាបាទទី2ជួយទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយសហគមន៍និងអង្គការផ្សេងមិនបានទៅទំនាក់ទំនងព្រោះឥឡូវយើងមើលទូទៅដូចសាលានៅស្រុកខ្មែរយើងសាលាខ្លះគឺជាសាលាឯកជនក្រៅប្រព័ន្ធអប់រំមិនមែនជារដ្ឋទេថាឯកជនអញ្ចឹងគឺមានកង្វះខ្វះខាតអញ្ចឹងត្រូវតំណតំណងហើយពេលខ្លះទៀតត្រូវតំណតំណងឯកជនតំណតំណងទៅកាន់រដ្ឋពេលខ្លះរដ្ឋត្រូវតំណតំណងមកកាន់ឯកជនអញ្ចឹងសហគមន៍ខាងក្រៅគឺត្រូវតែផ្សារភ្ជាប់គ្នាមិនអាចអត់មួយណាមួយបានទេចុងក្រោយគឺផ្ដល់ឱកាសសិក្សាក្រៅថ្នាក់និងសកម្មភាពអប់រំបន្ថែមសម្រាប់សិក្សាណាបាទសម្រាប់សិស្សនឹងគឺជាចំណុចសំខាន់បែបស្តង់ដារតាក់ទងទៅនឹងសហគមន៍ខាងក្នុងហើយនិងសហគមន៍ខាងក្រៅបើសិនជាលោកគ្រូអ្នកគ្រូមានទូនាទីត្រឹមតែបង្រៀនតែមួយយ៉ាងអញ្ចឹងគឺមិនអាចទេអញ្ចឹងហើយត្រូវតែធ្វើយ៉ាងម៉េចបង្រៀនសិស្សហើយគឺមានជំនាញទន់នឹងមួយទៀតមានទន់តាក់ទងទៅនឹងសហគមន៍ខាងក្នុងនិងសហគមន៍ខាងក្រៅបាទសូមគោរពអរគុណ